ពីភ្នំពេញទៅកំពង់ស្ពឺមានចម្ងាយ47 3.4 គីឡូម៉ែត្របុរសម្នាក់ធ្វើដំណើរពីភ្នំពេញតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់បានចម្ងាយ22.2 គីឡូម៉ែត្រពេលរសៀលគាត់បន្តដំណើររហូតដល់ល្ងាចបានចម្ងាយ11.12 គីឡូម៉ែត្រតើគាត់ត្រូវធ្វើដំណើរចម្ងាយប៉ុន្មានគីឡូម៉ែត្រទៀតទើបដល់កំពង់ស្ពឺមកដោះស្រាយចំណុចទាំងអស់គ្នាមកដាក់ចម្លើយដំបូងយើងរកចម្ងាយដែលគាត់ធ្វើដំណើរមកយើងរកចម្ងាយដែលគាត់ធ្វើដំណើរក្នុងមួយថ្ងៃបាទមួយថ្ងៃមានន័យថាគាត់ធ្វើដំណើរបាទតាំងពីព្រលឹមរហូតដល់ល្ងាចអញ្ចឹងយើងបូកចម្ងាយនេះចូលគ្នាទៅបាទអញ្ចឹងពីព្រលឹមដល់ថ្ងៃគាត់បាន22.2 គីឡូម៉ែត្របូកជាមួយនឹងពីរសៀលដល់ល្ងាចគាត់បាន11.12 គីឡូម៉ែត្រអញ្ចឹងយើងបូកចំនួនគត់និងចំនួនគត់បាទយើងបូកចំនួនគត់មុនយើងបូកចំនួនគត់យើងយក22បូកនឹង14ស្មើបាទ36បាទហ្នឹងហើយ2បូក4 6 1 2បូក1 3បាទ36អញ្ចឹងចំនួនគត់នឹងយើងទុកម្ដុំសិនទៅមកទៀតបានយើងបូកប្រភាគម្ដងបូកប្រភាគយើងយក1/2បូកជាមួយនឹង11/12អញ្ចឹងយើងគេថាប្រភាគមានភាគបែងមិនដូចគ្នាអញ្ចឹងយើងយកភាគបែងរួមបាទភាគបែងរួមបាទតាមយើងមើលទៅប្រភេទនេះគឺភាគបែងរួម12ព្រោះ2ជាពហុគុណ12ដែរបាទវាមាន2ពហុគុណ12អញ្ចឹងយើងយកភាគបែងរួម12តើមកយើងតម្រូវភាគបែងអញ្ចឹងយើងយក1ភាគ2នេះយើងគុណធ្វើម៉េចឲ្យបានភាគបែង12បាទអញ្ចឹងគុណនឹង6វាយកគុណ6ដែរអញ្ចឹងយើងបាន6/12បានទុក1ចំណែកឲ្យ1/2នេះយើងមានភាគបែង12ស្រាប់ហើយ11/12យើងមានភាគបែងស្រាប់ហើយអញ្ចឹងយើងបូកតែម្ដងទៅយើងបាច់តម្រូវទេនោះយើងបាន6/12បូកនឹង11/12អញ្ចឹងយើងដាក់ភាគបែងរួមគឺ12យើងបូកពីយកនឹងពីយក6បូកនឹង11ស្មើ30សំទោសបាទស្មើនឹង17/12បាទតោះមកយើងឃើញថាប្រភេទនេះជាប្រភេទមិនសុទ្ធអញ្ចឹងបដូរវាសិនបដូរ17/12ជាចំនួនចម្រុះយើងយកគេយកចែកភាគបែងទៅយើងបានចែកភាគបែងទៅយើងចែកកន្លែងណាមួយទៅអញ្ចឹងយើងបាន1បាទ5/12បាទយើងបដូរបានបដូរនេះ17/2នេះបដូរទៅជាចំនួនចម្រុះយើងបាន5/12បាទយកចែកភាគបែងបានផលចែកជាចំនួនគត់ហើយសំណល់ជាភាគយកហើយភាគបែងរសារទុកបណ្ដាច់បាទបន្ទាប់មកយើងផ្ដុំបាទយើងផ្ដុំចូលគ្នាបាទយើងយកចំនួនគត់ខាងលើរបស់យើងមិញហ្នឹង36បូកជាមួយចំនួនចម្រុះថ្មីនេះ1/2/5យើងបាននាំឲ្យយើងបាន37 សំទោសមើលកន្លែងនេះខុសតិច
កន្លែងនេះគឺយើងយកនេះវិញទេបាទយក5/12បាទកន្លែងនេះបាទអញ្ចឹងយើងបាន5/12បាទ37 5/12 ចឹងនេះជាចម្ងាយដែលគាត់ធ្វើដំណើរបានមួយតើមកយើងទៅរកចម្ងាយដែលគាត់ត្រូវធ្វើដំណើរបន្តឬក៏រកចម្ងាយដែលត្រូវធ្វើដំណើរបន្តដែលត្រូវធ្វើដំណើរបន្តបាទចឹងយើងយកចម្ងាយសរុបមានប្រវែងពីភ្នំពេញទៅកំពង់ស្ពឺហ្នឹងវា47 3/4 ដកនឹងចម្ងាយដែលគាត់ធ្វើដំណើរបានហ្នឹងគឺ37 5/12 បាទអញ្ចឹងពេលវិធីដកនេះបាទយើងត្រូវដើម្បីកុំឲ្យពិបាកយើងដកប្រភេទមុនបាទយកប្រភេទមុនសិនទៅយើងដកប្រភេទគឺយើងយក 3/4 ដក 5/12 អញ្ចឹងយកភាគបែងរួមបាទភាគបែងរួមយើងមើលទៅគឺ12ហើយបាទដោយសារតែ4នោះក៏មានចំនួនណាគុណទៅស្មើ12ដែរបាទ4ជាប្រគុណនឹង12ដែរអញ្ចឹងយើងយកភាគបែងរួម12តែម្ដងបាទតោះមកយើងតម្រូវភាគបែងយក 3/4 គុណនឹងប្រមាណឲ្យបាន12បាទគឺគុណនឹង3លើគុណ3ដែរអញ្ចឹងស្មើ12បាទ 9/12 បាទនេះចំណែកឯប្រភេទ 5/12 មានភាគបែងស្រាប់ហើយយើងដកតែម្ដងទៅបាទយើងបានចឹងបាន 9/12 ដក 5/12 បាទនិយាយថាប្រភេទទី1យើងធំជាងអញ្ចឹងយើងដកបានវាអត់អីទេបាទដាក់ភាគបែងរួមទៅបាទគឺភាគបែងរួម12ដកភាគយក9ដក 5 សល់ 4បាទអញ្ចឹងយើងដកភាគបានហើយទៅមកទៀតយើងដកចំនួនគុណយើងគឺ47 ដក 37 ស្មើ10បាទយើងផ្ដុំគ្នាមកចា៎យើងផ្ដុំគ្នាបានបាទ10 4/12 បាទនេះជាចម្ងាយដែលគាត់ត្រូវធ្វើដំណើរបន្តអញ្ចឹងយើងអាចសម្រួលប្រភេទនេះបានប្រភេទនេះយើងសម្រួលបានយើងសម្រួលទៅបាទអញ្ចឹងលោកគ្រូសម្រួលប្រភេទនេះឬ10យើងទុកដដែលយើងសម្រួលទេអានេះយើងសម្រួលជាមួយ4នេះចែកមានថាចែក4ចែក4សល់1 12ចែក4សល់3បាទអញ្ចឹងប៉ុណ្ណឹងបាទអញ្ចឹងចម្លើយដូចនេះគាត់ត្រូវធ្វើដំណើរចម្ងាយតាមសំណួរគេវិញណាគាត់ត្រូវធ្វើដំណើរចម្ងាយបាទចម្ងាយ11/3 គីឡូម៉ែត្រទៀតទើបដល់ណាបាទទៅដល់កំពង់ស្ពឺខាងមួយបាទចាប់ប៉ុណ្ណឹងហើយសូមបងប្អូនទាំងអស់គ្នាប្រឹងប្រែងរៀនបន្តទៀតណាអរគុណសូមអរគុណ